បាទក៏ដុំចឹងកែបងបាទគ្រប់នឹងជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះស្វាគមន៍មកកាន់ channel YouTube របស់ខ្ញុំបាទជីវិតពិតជាមួយនឹងធម្មជាតិអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីការជ្រើសរើសកូនចេកដែលយើងទុកបាទទុកបានន័យថាយើងហៅថាធ្វើពូជណាបងប្អូនអញ្ចឹងបានថានេះយើងបានកាប់នេះបងប្អូនណាយើងបានកាប់ប្រមូលផលវាហើយមួយហ្វាហើយប៉ុន្តែដោយសារខ្ញុំរវល់អញ្ចឹងខ្ញុំរវល់ពេកខ្ញុំអត់បានសម្អាតបានន័យថាយើងជ្រើសរើសពូជវាទុកបន្តឲ្យវាផ្លែពាក់ក្រោយទៀតអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនថាតើការជ្រើសរើសយើងជ្រើសរើសបែបម៉េចជាលក្ខណៈពូជហៅថាពូជធម្មជាតិពូជកសិកម្មលក្ខណៈគ្រួសារមិនមែនជាកសិដ្ឋានធំៗទេណាបងប្អូនខ្ញុំបញ្ជាក់អញ្ចឹងតោះបងប្អូនមកបណ្ឌិតនឹងតាមដានវីដេអូនេះជាមួយខ្ញុំបាទទាំងអស់គ្នាតាំងពីដើមដល់ចប់ហើយថាចេកនីមួយៗវាមានលក្ខណៈចំនួនបែបណាហើយយើងជ្រើសរើសបែបណាទើបវាមានវគ្គនៃការប្រមូលផលរហូតតោះអូខេអញ្ចឹង let's go ទៅតាមដានជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងបងប្អូនយើងមើលណាបាទអញ្ចឹងក្នុងចំនួនដើមចេកនេះគឺមានច្រើនមែនទែនមាន1 2 3 4 5 6 7 8រហូតដល់2ដណ្ដប់ដើមទាំងទូចទាំងធំណាបងប្អូនអញ្ចឹងនេះបងប្អូនឃើញទេវាផុតតែចេកដែលមានសុខភាពល្អទាំងអស់យើងអាចលើងទៅដាំនៅខាងក្រៅបានប៉ុន្តែខាងក្រៅគឺយើងបានន័យថាយើងអត់ត្រូវដាំទៀតទេយើងត្រូវការជ្រើសរើសពូជនៅក្នុងហ្នឹងអញ្ចឹងយើងពិនិត្យមើលពូជដែលមានសុខភាពល្អណាបងប្អូនឃើញទេអានេះក៏សុខភាពល្អអានេះក៏សុខភាពល្អប៉ុន្តែយើងសង្កេតមើលលើអាយុកាលតើអាយុកាលណាដែលយើងចង់បានអញ្ចឹងណាបងប្អូនអញ្ចឹងអាយុកាលដែលយើងចង់បានបងប្អូនយើងពិនិត្យមើលអានេះយើងទុកនេះអញ្ចឹងបងប្អូនអាធំនេះយើងទុកធ្វើពូជណាយើងទុកវាយកជាពូជមួយអញ្ចឹងអានេះយើងកាប់ចោលអញ្ចឹងបងប្អូនកាប់មកណាបាទអូខេយើងកាប់វាចោលមកសម្បត្តិខ្ញុំចង់ស្ទើបន្តិចអញ្ចឹងយើងកាប់យើងអត់ចាំបាច់ឲ្យវាតាណាឆ្ងាយទេយើងច្រាំវានៅក្បែរហ្នឹងមកបាទនេះផ្លឹកចេកផ្លឹកអីហ្នឹងយើងច្រាំវាក្បែរហ្នឹងមកបាទយើងចាក់វាបន្តិចអូខេអញ្ចឹងអានេះក៏យើងត្រូវកាប់ដែរយើងអត់ទុកទេបងប្អូនណាបាទយើងកាប់អានេះក៏កាប់ដែរបងប្អូនបាទកាប់ទាំងអស់កាប់ទៀតអូខេអញ្ចឹងយើងកាប់អស់3ដើមនៅសល់តទៀតបងប្អូនឃើញទេអានេះក៏ល្អអានេះដើមយើងនេះហើយអញ្ចឹងអាពីរនេះតើរវាង2ដើមនេះដែលជាចំណុចសំខាន់អញ្ចឹងអាពីរនេះដូចគ្នាបងប្អូនឃើញវាមាន4ដើមផ្អាតអញ្ចឹងយើងកាប់បន្ទូចនេះចោលអស់សិនណាអូខេអញ្ចឹងតោះបងប្អូនយើងមើលយើងនៅសល់4ដើមខាងនេះ2ដើមខាងនេះ2ដើមតើយើងរើសរបៀបម៉េចទី1អាពីរនេះអានេះវាអាយុកាលល្អជាងធំជាងហើយយើងកំពុងតែត្រូវការវាអញ្ចឹងយើងត្រូវទុកតែមួយដើមទេអញ្ចឹងយើងកាប់បន្ទូចនេះចោលទៀតអូខេអញ្ចឹងនេះមួយដើមមូលហេតុយើងត្រូវទុក2ដើមយើងមើលពីគុំនេះទៅគុំនេះមានប្រវែងប្រហែលជា3តឹកប៉ុន្តែបើទៅគុំនោះប្រហែលជា4តឹកអញ្ចឹងយើងចង់ទុកវាឲ្យបាន2ដើមក្នុងមួយគុំហ្នឹងអញ្ចឹងដើមនេះវានៅគៀកពេកធ្វើច្បិតតែវាមើលទៅល្អមានសុខភាពរឹងមាំក៏ប៉ុន្តែយើងត្រូវតែកាប់វាព្រោះវានៅគៀកគ្នាជាមួយនឹងអានេះពេកណាបងប្អូនអត់ដាយទេបងប្អូនណាយើងកាប់ចឹងទាំងអស់បាទអញ្ចឹងក្រោយពេលយើងកាប់រួចរាល់ហើយនេះបងប្អូនយើងសល់2ដើមស្អាតចេះជាពូជបានន័យថាពូជពីមេបាចំនួនវាមុនមកអញ្ចឹងបន្ទាប់មកទៀតខ្ញុំនឹងនាំអារម្មណ៍បងប្អូនទៅមើលថាតើក្រោយពេលដែលយើងសម្អាតបែបហ្នឹងឬក៏យើងមានវិធីមួយទៀតបើយើងធ្វើតាន់ប៉ុន្តែនេះថាខ្ញុំរវល់ពេកខ្ញុំធ្វើអត់តាន់អញ្ចឹងហើយវាមានចង់និយាយថាវាវគ្គអាដើមនេះគឺអត់តាន់គ្នាទេបាទន័យថាអត់មានចំនួនអាមួយចេញផ្លែអាមួយទៀតលូតលាស់មកប្រហាក់ប្រហែលគ្នាបងប្អូនដោយសារតែខ្ញុំរវល់ការងារផ្សេងទៅក៏អត់បានធ្វើវាធ្វើអត់តាន់ធ្វើអត់ឈ្នះអញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំនាំបងប្អូនទៅមើលថាអាខ្លះកំពុងតែចេញផ្លែហើយចំនួនទី2របស់វាគឺកំពុងតែលូតលាស់មកបានន័យថាដណ្ដំរំសងជាមួយគ្នាតោះបងប្អូនទៅមើលមួយខ្ញុំ
តោះបងប្អូនអញ្ចឹងឥឡូវយើងមកដល់លើនេះខ្ញុំទុកវាបានរហូតដល់ពីចំនួនមេបារហូតដល់ចៅអានេះចំនួនកូនអញ្ចឹងបងប្អូនមើលឃើញអានេះដើមវាធំតិចទៀតខ្ញុំឲ្យបងប្អូនមើលវីដេអូទៅលើវាមានផ្លែណាវាមានផ្លែចិត្តប្រមូលផលបាទមកថាជាមួយខែកន្លះទៀតវាប្រមូលផលហើយអញ្ចឹងអានេះគឺមេបាដែលយើងដាំថ្មីបងប្អូនមើលចាបងប្អូនខ្ញុំវិចឲ្យមើលអស់យើងអត់ទាន់មានដើមប្រមូលផលទេនេះគឺថ្មីចាស់បានន័យថានេះចំនួនមេបាទី1ផងវាតែយើងដាំពីដំបូងមកអើយបន្ទាប់មកយើងបន្សល់ទុកកូនមួយទៀតឲ្យហើយនៅពេលដែលយើងដឹងថាចេកដំណាំចេកមានអាយុកាលប្រហែលខែត្រូវប្រមូលផលហើយវាចេញផ្លែចេញផ្កានៅពេលណាយើងទុកចំនួនទី2នេះចំនួនកូនទី2ណាកំទោសចំនួនកូនទី1វាអញ្ចឹងនេះចំនួនមេបាវាបាទចំនួនដំបូងគេបានន័យថាចំនួនទី1ចំនួនទី2វាជំទង់ដែរហើយក្រោយពេលដែលមេបាវាចំនួនទី1វាចេញលូតលាស់មានផ្លែមានផ្កាគឺអាចំនួនទី2នេះវាជំទង់ហើយចំនួនទី3វាកំពុងតែលូតលាស់ណាបងប្អូនអញ្ចឹងខ្ញុំឲ្យបងប្អូនមើលទាំងអស់គ្នាតើវារបៀបម៉េចណាតោះយើងមើលចាក់ដែងអូខេអញ្ចឹងបងប្អូនមើលនេះចំនួនមេបាវាចំនួនទី1ណាបងប្អូនដើមដងវាគឺធំខ្ពស់ល្អមែនតើហើយផ្លែវាគឺនៅខាងលើណាបងប្អូនណាយើងនិយាយរួមទៅអាដងដើមធំបែបនេះយើងមានទាំងអត្ថប្រយោជន៍និងគុណវិបត្តិអញ្ចឹងគឺវាមានរហូតដល់8ទៅ9ស្និតបងប្អូនណាបាទចេកនេះមានរហូតដល់8 9ស្និតដងដើមវារឹងមាំល្អបាទធន់ជាមួយនឹងខ្យល់ជាមួយនឹងអាកាសធាតុជាមួយនឹងជំងឺផ្សេងក៏ប៉ុន្តែយើងពិបាកនៅក្នុងការប្រមូលផលហើយនឹងការថែទាំវាបងប្អូនដោយសារវាខ្ពស់អញ្ចឹងយើងពិបាកកាត់ធៀងកាត់មែកអីចឹងទៅហើយនេះគឺជាចំនួនមេបាទី1បានន័យថាយើងចំនួនទី1ដែលយើងរក្សាទុកដាំដុះពីដំបូងមកគឺវាល្អបែបហ្នឹងឲ្យបងប្អូនឃើញទេស្លឹកវាធៀងវាគឺល្អមែនតើបន្ទាប់មកយើងមកមើលនៅក្បែរហ្នឹងគឺចំនួនទី2នៃការលូតលាស់ដែលយើងទុកវាសម្រាប់ក្រោយពេលដែលយើងប្រមូលផលចំនួនទី1ហើយចំនួនទី2ដែលនៅក្បែរហ្នឹងក្នុងអំឡុងពេលហ្នឹងគឺវាយើងអាចប្រមូលផលតគ្នាទៀតបានណាបានន័យថាអំឡុងគ្នាទៅ2ខែឬ3ខែយើងអាចប្រមូលផលចំនួនទី2បន្ទាប់មកនៅក្បែរហ្នឹងទៀតយើងបានទុកវាចំនួនទី3នេះបងប្អូនឃើញនេះអាទូចហ្នឹងគឺចំនួនទី3ណាបងប្អូនអាទូចហ្នឹងគឺចំនួនទី3អញ្ចឹងវគ្គចេកបើបងប្អូនរៀបចំបានដូចនេះយើងមានពេលថែវាគ្រប់គ្រាន់គឺវាមានចំនួនតយើងរហូតដើម្បីប្រមូលផលចេកដែលយើងធ្វើការដាំដុះហើយយើងមាននិយាយទៅប្រមូលផលជាប្រចាំខែជាប្រចាំសប្តាហ៍ហ្មង2សប្តាហ៍ម្ដងមួយខែម្ដងឬក៏មួយខែ2ដងគឺល្អបងប្អូនណាបាទវិលជុំរហូតដូចចេកក្នុងចំការនេះធ្វើត្បិតតែវាជាដំណាំបន្ទាប់បន្សំក៏ប៉ុន្តែខ្ញុំទទួលបានផលគឺប្រមូលវារហូតណាបងប្អូនប្រមូលវារហូតក្នុងមួយខែយ៉ាងតិចក៏ម្ដង2ដងពេលខ្លះយើងប្រមូលអត់ទាន់ឡើង3ដងណាបងប្អូនអញ្ចឹងបងប្អូនមើលនេះពេញទាំងអស់ណាបងប្អូនពេញនេះវ៉ាន់ប្រហែលជាមួយខែបានទៀតចាប់ដើមប្រមូលផលហើយបងប្អូនអញ្ចឹងវាមានចំនួនទូចវាមកអញ្ចឹងអានេះយើងត្រូវកាប់អាទូចនេះចោលទុកអាធំណាទុកអាធំដើម្បីឲ្យវាតគ្នារហូតនេះហ្វាត់តែចេកណាបងប្អូនហ្វាត់តែចេកទាំងអស់នៅក្នុងចំការតារ៉េហ្នឹងមានច្រើនមកជួមាត់អូហ្នឹងខ្ញុំដាំដើម្បីយើងដោះដូរជីវភាពសេដ្ឋកិច្ចបងប្អូនអរគុណច្រើនអញ្ចឹងនេះជាអ្វីដែលខ្ញុំចង់ចែកម្លែកបងប្អូនអំពីហៅថាកសិកម្មដំណាំចម្រុះក្រៅពីតារ៉េននៅក្នុងចំការយើងអាចដាក់ចេកបានដោយសារតែតារ៉េននេះគឺនៅលើទឹកដីម៉ាឡេស៊ីវាមានអាយុកាលវែងហើយនៅខាងក្រោមក៏យើងអាចដាំដំណាំចម្រុះហើយសំខាន់គឺខ្ញុំដាំចេកហើយចេកខ្ញុំដាំវាបែបនេះហើយខ្ញុំជ្រើសរើសពូជនិងដំណពូជវាបែបនេះគឺប្រមូលផលជាប់រហូតណាបងប្អូនយើងអត់ចាំបាច់លើងកូនមួយទៅដាំនៅកន្លែងផ្សេងលើងចោះលើងឡើងដាំទេគឺយើងរក្សាពូជវាពីមួយចំនួនទៅមួយចំនួនហើយពូជវាគឺរឹងមាំធន់ជាមួយនឹងអាកាសធាតុជាមួយនឹងជំងឺណាបងប្អូនអរគុណច្រើនខ្ញុំមានបណ្ដឹងអរគុណច្រើនបងប្អូនសម្រាប់ការតាមដានចូលរួមទស្សនាវីដេអូខ្ញុំបាទតាំងពីដើមដល់ចប់បើសិនជាបងប្អូនពេញចិត្តកុំភ្លេចចូលរួម Subscribe Channel YouTube របស់ខ្ញុំបាទម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីជាមួយធម្មជាតិនិងជីវិតពិតដែលចែករំលែកអំពីជីវិតនិងការងារតែតាក់ទងវិស័យកសិកម្មនិងជាមួយនឹងធម្មជាតិពិតអរគុណច្រើនបងប្អូនសុខសប្បាយ